សូមគោរពនឹងជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងមិត្តភក្តិទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់រាប់អានយើងខ្ញុំបាទឈ្មោះផលទីនេះជាសិស្សរៀននៅថ្នាក់ទី6ក1នៃសាលារៀនសវណ្ណភូមិទី24ទីតាំងសៀមរាបទី2ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានបង្អានអំណានមួយដែលមានចំណងជើងថារឿងភ្នំប្រុសភ្នំស្រីសូមលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នារីករាយស្ដាប់ដូចតទៅរឿងភ្នំប្រុសភ្នំស្រីកាលពីព្រេងនាយមានស្ដេចស្រីមួយអង្គព្រះនាមស្រីអយុធ្យារជ្ជកាលស្ដេចអង្គនេះពួកស្រីត្រូវទៅដណ្ដឹងប្រុសធ្វើជាប្តីស្រីមានរូបឆោមពុំស្អាតពិបាករកប្តីណាស់ព្រោះពួកប្រុសពុំយកធ្វើជាប្រពន្ធលុះមកដល់រាជស្ដេចក្រោយមកពួកស្រីមានគំនិតរើបំរាស់ពីប្រពៃណីស្រីដណ្ដឹងប្រុសពួកស្រីបានជំនុំគ្នាដើម្បីរកវិធីដោះស្រាយពួកយើងជាស្រីយើងដណ្ដឹងប្រុសដូចជាមិនសមសោះយើងគួរតែបបួលប្រុសភ្នាល់គ្នាដោយលើកដីពូនជាភ្នំបើពួកស្រីឈ្នះឲ្យពួកប្រុសមកដណ្ដឹងស្រីវិញម្ដងគិតហើយពួកស្រីក៏ទៅនិយាយបបួលពួកប្រុសភ្នាល់យើងភ្នាល់គ្នាពូនភ្នំហើយលើកដីពូនតាំងពីប្រលប់រហូតដល់ផ្កាយព្រឹករះសឹមយើងឈប់ពួកប្រុសក៏យល់ព្រមតាមខសន្យានេះទាំងខាងស្រីទាំងខាងប្រុសក៏ចាត់មេកំណែនឲ្យដើរកែនគ្រប់ចំនួនខាងប្រុសនិងខាងស្រីរួចរែកទូលតាមសមត្ថភាពរៀងខ្លួនលុះធ្វើការប្រហែលបានជា4ឬ5ម៉ោងពួកស្រីមានឧបាយកលក៏នាំគ្នាបង្ហូតគោមួយយ៉ាងខ្ពស់នៅជ្រុងអេសានភ្នំពួកប្រុសមើលទៅលើឃើញគុំស្រីបង្ហូតស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិទ្រាលក់គ្មានសល់ម្នាក់ឯពួកស្រីក៏នាំគ្នាលើកដីពូនភ្នំដល់រាបដល់ផ្កាយព្រឹកមែនតិនរះទើបឈប់លុះដល់មុនរងាវពួកប្រុសភ្ញាក់ឡើងស្រាប់តែឃើញផ្កាយព្រឹកមែនតិនទើបនឹងរះពួកប្រុសលន់មាត់យើងទាំងអស់គ្នាខុសហើយផ្កាយព្រឹកមែនតិនទើបនឹងរះសោះពួកប្រុសនាំគ្នាក្រឡេកទៅមើលភ្នំពួកស្រីក៏មានទំហំធំហើយខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់នៅក្នុងចិត្តព្រោះចាញ់កលស្រីតាំងពីពេលនោះមកពួកប្រុសក៏ទៅដណ្ដឹងស្រីធ្វើជាភរិយារហូតដល់សព្វថ្ងៃនេះរឿងភ្នំប្រុសភ្នំស្រីនេះបានដកស្រង់ឡើងចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី5នៅទំព័រទី20សូមអរគុណនិងសូមជម្រាបលាសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា